ចូលមកដល់ថ្ងៃទី4នៃការសម្រកគីឡូហើយកុំភ្លេចណាងើបព្រឹកឡើងត្រូវតែញញឹមជារៀងរាល់ថ្ងៃដើម្បីបើកទទួលយករឿងរ៉ាវល្អៗទាំងព្រលឹមមកយើងមកចាប់ផ្ដើមអាហារដំបូងរបស់យើងជាមួយនឹងមុខម្ហូបថ្មីទៀតហើយអ្នកគ្នានិយាយទៅមកញ៉ាំមួយខ្ញុំគឺថ្មីរាល់ថ្ងៃតែម្ដងអត់ឲ្យយើងត្នេមាត់ឲ្យយើងធុញទេសំខាន់គឺស្អាតឲ្យប្រូតេអ៊ីនគ្រប់គ្រាន់មិនឲ្យយើងហៀវញឹកទៀតមុខម្ហូបមួយមុខនេះគឺខ្ញុំបានប្រូតេអ៊ីនពេញទៅដល់25ទៅ30ក្រាមតែម្ដងអ្នកគ្នាបើសិនជាចង់ដឹងថាតើយើងត្រូវញ៉ាំប្រូតេអ៊ីនប៉ុន្មានក្នុងមួយថ្ងៃអាចយករូបមន្តទាំង4នេះទៅគិតមើលបានថាយើងស័ក្តិសមជាមួយនឹងរូបមន្តមួយណាជាងគេដូចខ្ញុំអញ្ចឹងគឺខ្ញុំស័ក្តិសមជាមួយនឹងរូបមន្តទី2និយាយទៅគឺខ្ញុំចង់សម្រកទម្ងន់ហើយគឺខ្ញុំចង់កាត់បន្ថយជាតិខ្លាញ់នៅក្នុងខ្លួនអញ្ចឹងណាអ្នកគ្នាតាមការពិតទៅការសម្រកគីឡូអ្នកគ្នាមិនបាច់ធ្វើទិញម្ហូបដូចខ្ញុំញ៉ាំក៏បានដែរឲ្យតែយើងញ៉ាំសាច់ញ៉ាំពងញ៉ាំប្រូតេអ៊ីនឲ្យគ្រប់គ្រាន់អញ្ចឹងហើយការបន្ថយបាយអញ្ចឹងណាដូចបាយមួយថ្ងៃបើសិនជាយើងញ៉ាំ2ពេលអញ្ចឹងគឺដាក់តែមួយវេកបន្តិចបានអ្នកគ្នាកុំឲ្យលើស200ក្រាមអញ្ចឹងណាដូចខ្ញុំរាល់ថ្ងៃនេះគឺរស់នៅជាមួយអ្នកដែលប៉ាកែញ៉ាំអ្នកគ្នាហើយប៉ាកែធ្វើម្ហូបនិយាយទៅអ្នកផ្ទះខ្ញុំមកអ្នកគ្នានីវណាអីហ្នឹងគឺធ្វើម្ហូបឆ្ងាញ់រហូតនិយាយទៅយើងអាចញ៉ាំបានអញ្ចឹងណាប៉ុន្តែគឺបន្ថយបាយអ្នកគ្នាដាក់បាយតែមួយវេកបានហើយជាមួយនឹងព្យាយាមញ៉ាំសាច់ញ៉ាំជាប្រភេទបន្លែឲ្យច្រើនអញ្ចឹងទៅការសម្រកគីឡូលើកនេះគឺខ្ញុំផ្ដោតលើការកាត់បន្ថយជាតិខ្លាញ់ជាមួយនឹងសម្រកគីឡូឲ្យបានអញ្ចឹងគឺខ្ញុំត្រូវការញ៉ាំប្រូតេអ៊ីនឲ្យគ្រប់មួយថ្ងៃអ្នកគ្នាមើលទៅចានខ្ញុំធំហើយញ៉ាំច្រើនអញ្ចឹងតាមកាពិតគឺប្រូតេអ៊ីនគ្រប់គឺយើងអត់ឃ្លានហ្មងខ្ញុំញ៉ាំពីម៉ោង12ហ្នឹងរហូតមកដល់យប់ហើយគឺខ្ញុំអត់ឃ្លានស្បែកបន្តិចមើលមុខខ្ញុំញ៉ាំឡងស្ពឹកមាត់ហ្មងអ្នកគ្នាញ៉ាំឡងចុកមាត់និយាយមែនអូយឈឺធ្ងៀមខ្លាំងនិយាយថាញ៉ាំឆ្អែតហើយងួយដេកខ្លាំងអ្នកគ្នាសុំដាក់មាត់ឆាមួយកែវសិនណាអូយល្វីងឆ្ងាញ់ហ្មងមកដល់មុខម្ហូបចុងក្រោយរបស់យើងហើយជាមួយនឹងសាច់គោអាំងអ្នកគ្នានិយាយលេងហ្នឹងខ្ញុំមិនបានយកទៅអាំងទេខ្ញុំគ្រាន់ដាក់ខ្ទះហើយដាក់ខ្ទឹមហើយឆាវាបន្តិចចឹងណាដាក់តែសាច់គោសុទ្ធឆាអ្នកគ្នាបន្លែហ្នឹងគឺមានជាមួយនឹងសាឡាត់ហើយជាមួយនឹងតាស្តក់ហើយជាមួយនឹងគីមឈីហើយដាក់ជាមួយទឹកជ្រលក់ការ៉េមកអ្នកគ្នាដូចតែញ៉ាំសាច់អាំងនឹងក្រៅចឹងនិយាយទៅគឺញ៉ាំឆ្ងាញ់រាល់ថ្ងៃប៉ុន្តែគឺប្រូតេអ៊ីនគ្រប់ហើយគឺអត់ធ្វើឲ្យយើងធាត់ទេអ្នកគ្នាសំខាន់គឺមិនហេវទៀតមុននឹងខ្ញុំស្រកគីឡូប្រហែល 3-4 ថ្ងៃមុនណាអ្នកគ្នាគឺខ្ញុំចោះទៅញ៉ាំអីម៉ោង12យប់ម៉ោង1យប់រាល់ថ្ងៃទៅបើកទូទឹកកកអ្នកគ្នាអួយញ៉ាំសមជ្រូកញ៉ាំអីអាក្រក់ណាខ្ញុំឃើញខ្ញុំអញ្ចឹងណាប៉ុន្តែគឺខ្ញុំឃ្លានញឹកមែនទេអ្នកគ្នាដោយសារតែយើងអត់ដឹងតិចនៅក្នុងការស្រកហើយគឺយើងញ៉ាំប្រូតេអ៊ីនអត់គ្រប់ណាអ្នកគ្នាបាយម្ដងអី2 3ចានណាអំបរវិញនឹង5ចានអ្នកគ្នាអួយនិយាយមែនសាហាវញ៉ាំបាយញ៉ាំបរច្រើនចឹងប៉ុន្តែគឺអត់ឆ្អែតទេអ្នកគ្នាម៉ោង2ម៉ោងគឺខ្ញុំចាប់ផ្ដើមឃ្លាននោះឃ្លាននេះទៀតហើយតែនៅពេលដែលខ្ញុំសម្រកបែបនេះគឺខ្ញុំអត់មានឃ្លានទេគឺឆ្អែតតល់ហ្មងអ្នកគ្នាដាក់អីលេងចូលហើយអូខេបានហើយខ្ញុំទៅហាត់ប្រាណសិនណា